ពួកគាត់ទាំងបីនាក់ក៏ចាប់ផ្ដើមឈរជារង្វង់ហើយក៏លើកដៃប្រណម្យសូត្រនៅសីមាអាគមរហូតតតែមានពន្លឺខ្សែអ្វីម្យ៉ាងទៅចងរឹតខ្លានោះយ៉ាងជាប់គឺវាមិនអាចទៅណាបានទៀតនោះទេឆ្លៀតពេលនោះពុកឌីក៏បានរើសកំភ្លើងរបស់ពុកឌួងហើយក៏បាញ់ទៅលើខ្លានោះចំក្បាលពេលនោះខ្លានឹងវាពិតជាខឹងពុកឈឿនណាស់វាក៏បានលោតទៅរកសាកសពនោះតែម្ដងប៉ុន្តែវាលោតមិនដល់នោះឡើយនេះគឺជារឿងពិតមួយដែលបានកើតឡើងនៅលើទឹកដីសុរិន្ទកំឡុងពេលដែលលោកពុកទាំង4គាត់រស់នៅទីនោះគឺពុកឆៃពុកឌីពុកឈឿននិងពុកឌួងបងប្អូនប្រហែលជាស្គាល់ពួកគាត់ហើយដោយក្នុងចំណោមពួកគាត់ទាំង4មានតែម្នាក់តែប៉ុណ្ណោះដែលមិនចេះអាគមគឺពុកឌីគឺជាលោកតាម្នាក់ដែលកំពុងអង្គុយដកមេសោចបិទមាត់មិនចិត្តនេះគាត់គឺជាមិត្តសម្លាញ់ស្លាប់រស់ជាមួយនឹងលោកពុកផ្សេងទៀតចំណែកឯទៀមស្រាមួយនេះគឺជាទៀមស្រារបស់ពុកឌួងដោយប្រពន្ធរបស់គាត់គឺជាអ្នកលក់រាល់ថ្ងៃនេះគុំតែបានដាំដែលជាកូនប្រុសជួយគុំអីគាត់មិនដឹងថាពិបាកយ៉ាងណានោះទេណាមួយពូគាត់ក៏រៀងមានវ័យចំណាស់ណាស់ទៅហើយដែរហើយពូគាត់ទាំងអស់គ្នាមករស់នៅលើទឹកដីសរិននេះកូនផ្សេងទៀតរបស់ពូគាត់គឺមិនបានមករស់នៅតាមនោះទេព្រោះអ្នកខ្លះគាត់មានគ្រួសារអស់ហើយពេលនោះពុកឈឿនដែលកំពុងតែអង្គុយកាន់កែវស្រាក្បែរនឹងគាត់បាននិយាយសួរទៅកាន់ពុកឌួងដែលជាម្ចាស់ទៀមស្រាថាយ៉ាងម៉េចហើយអាឌួងមួយរយៈនេះអញឃើញទៀមស្រារបស់ឯងមានមនុស្សមកច្រើនណាស់មិនដេចបានជាថ្ងៃនេះស្ងាត់ខ្លាំងម្ល៉េះយ៉ាងម៉េចមិនទាន់ដល់ម៉ោងគេមកមែនទេពេលនោះពុកឌួងដែលជាសម្លាញ់ក៏បានតបមកវិញថាអូដោយសារតែថ្ងៃនេះនៅសល់តិចពេកហើយណាមួយឮថាឯងរួមជាមួយនឹងបងឆៃហើយនឹងអាឌីមកផ្ទះរបស់យើងទើបបានជាយើងប្រាប់ម៉ួយថាអស់ហើយគឺទុកឲ្យពួកឯងរួមជាមួយនឹងបងឆៃនឹងណាឯងដឹងទេគេសុំអង្វរអញឲ្យលូឲ្យគេថាគេញ័រដៃខ្លាំងណាស់ហើយពេលហ្នឹងដោយសារតែអញអាណិតពេកអញក៏ដួសឲ្យគេមួយកែវតូចទៅជាពិសេសយើងមិនបានយកប្រាក់ពីគេទៀតព្រោះគិតថាតិចតួចគឺខ្លាចអស់របស់ឯងនឹងណាពុកឆៃពេលហ្នឹងក៏បានញញឹមតិចរួចក៏បានតបទៅវិញមិនអីទេបងលើកក្រោយបងអាចលូឲ្យគេបានគុំដល់ថ្នាក់នឹងពេកអីខ្ញុំក្រែងចិត្តខ្លាំងណាស់ចាំមើលកូនខ្ញុំអាខុនវាមកពីព្រៃវិញបើវាបានសัตว์ព្រៃខ្លះចាំខ្ញុំយកមកផ្ញើពេលនោះពូគាត់ក៏បានអង្គុយហូបជាធម្មតាគឺមិនបាននិយាយអ្វីផ្សេងទៀតនោះទេហើយអ្នកភូមិខ្លះដែលបានដើរកាត់នេះក៏ចេះតែចោលភ្នែកសម្លឹងនិងញញឹមដាក់ពូគាត់ដោយសារតែអ្នកដែលនៅទីនេះអ្នកណាក៏គេស្គាល់ពូគាត់ដែរបានបន្តិចក្រោយមកក៏មានបរិសម្នាក់គាត់បានដើរចូលមកក្នុងទៀមស្រារបស់ពុកឌួងហើយគេចូលមកនេះមិនមែនមកទិញស្រានោះទេគឺគេមកសួររកផ្ទះរបស់គ្រូឈឿននិយាយអញ្ចឹងខ្ញុំសុំរំខានបងបន្តិចបានទេតើបងស្គាល់ផ្ទះរបស់លោកគ្រូឈឿនដែរឬក៏អត់បើសិនជាបងស្គាល់តើអាចប្រាប់បានទេថាផ្ទះរបស់គាត់នៅទីណាតើបងរកខ្ញុំមានការអ្វីដែរមែនទេមិនបាច់ទៅរកឯណាទេគឺខ្ញុំកំពុងអង្គុយនៅទីនេះហើយបរិសម្នាក់ហ្នឹងនៅពេលដែលបានជួបពុកឈឿនគេពិតជាសប្បាយចិត្តខ្លាំងមែនទែនគេបានលើកដៃជម្រាបសួរហើយក៏បាននិយាយមកកាន់គាត់ថារឿងគឺវាបែបនេះបងពេលនេះភូមិរបស់ខ្ញុំកំពុងតែជួបរឿងចម្លែកគឺចេះតែមានមនុស្សបាត់ខ្លួនជាពិសេសសត្វចិញ្ចឹមរបស់អ្នកភូមិមានខ្លះបាត់ហើយមានខ្លះទៀតត្រូវបានអ្វីម្យ៉ាងមិនដឹងទេបានហែកគ្រឿងក្នុងរបស់វាចោលមកខាងក្រៅមិនដឹងថាវាជាស្នាដៃរបស់មនុស្សឬមួយក៏ជាស្នាដៃរបស់សត្វកាយសាហាវនោះទេ
ពួកយើងបានព្យាយាមតាមដាននិងព្យាយាមរកប្រភពបញ្ហាដែរតែទោះជារកយ៉ាងណាក៏នៅតែរកមិនឃើញដោយសារតែពួកយើងអស់ជំរឿសហើយទើបបានជាអ្នកភូមិពួកគេឲ្យខ្ញុំមករកបងដើម្បីឲ្យលោកបងជួយទៅកាន់រឿងនេះឮថាបងមានមិត្តភ័ក្តិខ្លាំងដែរមែនទេតែអាចឲ្យពួកគាត់ទៅជួយរឿងនេះជាមួយនឹងបងបានដែរឬក៏អត់ព្រោះបើសិនជាបណ្ដោយឲ្យរឿងនេះនៅកាន់តែយូរទៀតខ្ញុំខ្លាចតែមានបញ្ហាធំទេពុកឌីគ្រាន់តែឮបែបនេះក៏បាននិយាយទៅកាន់បរិសនោះថាកុំភ័យអីរឿងអញ្ចឹងពួកខ្ញុំធ្លាប់ជួបច្រើនមកហើយគឺពួកយើងតែងតែដោះស្រាយបានកុំភ័យអីចាំពួកខ្ញុំជួយពេលហ្នឹងម្នាក់ក៏បានលួចសើចនិងក្រវីក្បាលព្រោះថាពុកឌីគាត់ពិតជាលេងសើចច្រើនខ្លាំងណាស់ជាពិសេសគាត់ថែមទាំងអួតគេទាំងដែលរាល់ដងគឺជាលោកពុកទាំង3នោះទេដែលគាត់ជាអ្នកដោះស្រាយចំណែកឯពុកឌីវិញគ្រាន់តែឮសំឡេងខ្លានឹងរត់បាត់ស្រមោលឆឹងបាត់ទៅហើយកុំថាឡើយឲ្យគាត់ទៅដោះស្រាយឬមួយក៏ឲ្យគាត់ទៅកំចាត់សត្វកាចសាហាវអីគ្រាន់តែសំឡេងចចកព្រុសក៏គាត់ខ្លាចដែរនឹងបរិសម្នាក់នោះនៅពេលនេះគឺគេដឹងហើយថាគេមកត្រូវកន្លែងព្រោះមិត្តរបស់ពុកឈឿននៅទីនេះទាំងអស់ពេលនោះពុកឈឿនក៏បាននិយាយទៅកាន់បរិសម្នាក់នោះថាមិនអីទេថ្ងៃស្អែកចាំមកម្ដងទៀតមកដោយសារតែពួកខ្ញុំមិនទាន់បានរៀបចំខ្លួនណាមួយទើបតែដកមេហើយគឺទុនភ្នែកខ្លាំងណាស់បើសិនជាទៅនិយាយជាមួយនឹងគេខ្លាចធំក្លិនស្រាដាក់គេវាមិនស័ក្តិសមនោះឡើយបរិសម្នាក់នោះក៏យល់ព្រមបន្តមកគេក៏បានលាគ្រប់គ្នានិងត្រឡប់ទៅវិញបាត់លុះរហូតដល់ថ្ងៃស្អែកព្រឹកចូលមកដល់គេពិតជាបានមកទាមស្រារបស់ពុកឌួងម្ដងទៀតពិតមែនហើយពួកគាត់ទាំងអស់គ្នាដែលកំពុងតែឈរចាំនេះក៏នាំគ្នាដើរសម្ដៅទៅភូមិនោះតែម្ដងគឺពួកគាត់មិនបានជិះរទេះគោឬមួយក៏ជិះរទេះសេះអីនោះឡើយគិតថាវាមិនចាំបាច់ណាមួយឮថាភូមិរបស់គេនៅក្បែរនេះដែរទេគ្រាន់តែពួកគាត់មិនស្គាល់ផ្ទះថាគេនៅកន្លែងណាទើបបានជាចង់ឲ្យគេមកជួយនាំផ្លូវគាត់បែបនេះដើរបណ្ដើរបរិសម្នាក់នោះក៏សួរមកកាន់ពុកឈឿនថានិយាយអញ្ចឹងលោកបងអ្នកភូមិរបស់ខ្ញុំសុទ្ធតែជាអ្នកអត់ហើយគ្នារបស់បងខ្ញុំអញ្ជើញមកច្រើនបែបនេះសង្ឃឹមថាបងមិនប្រកាន់ទៅចោះពុកឈឿនពេលដែលគាត់ស្ដាប់សម្ដីរបស់គេរួចគាត់ដឹងថាតាមពិតទៅគឺគេនិយាយក្នុងន័យផ្សេងគឺគេចង់និយាយរឿងប្រាក់កាក់ពុកឈឿនដោយសារតែគាត់យល់សាច់ការគាត់ក៏បានតបទៅកាន់គេវិញថាមិនអីទេពួកខ្ញុំសុំតែបាយ3ពេលគឺបានហើយជាពិសេសគឺស្រាកុំឲ្យខ្វល់ឲ្យសោះបរិសម្នាក់នោះគ្រាន់តែឮបែបនេះគេរំភើបស្ទើរស្រក់ទឹកភ្នែកពេលនេះគេបានឮផ្ទាល់ត្រចៀកហើយពីមុនគេធ្លាប់តែឮពាក្យចចាមអារាមថាក្រុមរបស់លោកពុកទាំង4ពេលដែលគាត់ទៅជួយអ្នកភូមិណាម្នាក់គឺពួកគាត់មិនដែលយកសគុណឬតនិបពីគេនោះឡើយពួកគាត់ពិតជាមនុស្សល្អកម្ររកបានពិតមែនហើយមិនយូរប៉ុន្មានពួកគាត់ក៏បានទៅដល់ភូមិនោះដោយភូមិនឹងគឺនៅក្បែរព្រៃជាពិសេសគឺនៅក្បែរជើងភ្នំថែមទៀតផងបើសម្លឹងមើលទៅភូមិនេះហាក់បីដូចជាស្ងាត់ខុសពីធម្មតាពុកឆៃក៏បានសួរទៅកាន់បរិសម្នាក់នោះហេតុអ្វីបានជាភូមិស្ងាត់ម្លេះចុះតើអ្នកភូមិគេទៅណាអស់ហើយបរិសម្នាក់នោះក៏បានតបទៅវិញថាអ្នកភូមិរបស់ខ្ញុំអ្នកខ្លះពួកគេភ័យខ្លាចនឹងរឿងដែលបានកើតឡើងកន្លងមកពួកគេបាននាំគ្នាទៅផ្ទះសាច់ញាតិរបស់ពួកគេនៅភូមិផ្សេងអស់ហើយព
ពួកគេមិនហ៊ាននៅភូមិនេះនោះឡើយអ្នកដែលគេមិនទៅហើយនៅទីនេះភាគច្រើនសុទ្ធតែមនុស្សដែលខ្វះខាតហើយគ្មានផ្ទះបងប្អូនសាច់ញាតិដែលនៅក្បែរនេះទើបបានជាពួកគេព្រមរស់នៅទោះបីជាដឹងថាភូមិកំពុងតែមានរឿងចម្លែកកើតឡើងក៏ដោយហើយមិនយូរប៉ុន្មានបរិសម្នាក់នោះក៏បាននាំពួកគាត់ទៅដល់ផ្ទះមួយដោយផ្ទះមួយហ្នឹងគឺជាផ្ទះរបស់លោកមេភូមិគ្រាន់តែទៅដល់ភ្លាមមើលទៅលោកមេភូមិគាត់រុះរាយរាក់ទាក់ដាក់ពូគាត់ខ្លាំងណាស់និយាយទៅអ្នកដែលនៅទីនេះភាគច្រើននិយាយជាភាសាខ្មែរច្បាស់ខ្លាំងមែនទែនហើយលោកមេភូមិនេះទៀតសោតគាត់គឺជាបរិសពោះម៉ាយនោះទេគឺគាត់រស់នៅម្នាក់ឯងប្រពន្ធកូនរបស់គាត់បានបែកបាក់គ្នាជាយូរមកហើយកូនរបស់គាត់ទាំងអស់បានទៅនៅខាងអតីតប្រពន្ធរបស់គាត់អស់គ្មានសល់មួយនៅពេលហ្នឹងលោកពុកទាំង4ក៏មិនបានជីករើសជីកគល់សួរគាត់អ្វីច្រើនទៀតដែរព្រោះនោះគឺជារឿងគ្រួសាររបស់គេឆ្លៀតពេលហ្នឹងមហាឆៃក៏បានសួរទៅកាន់លោកមេភូមិថានិយាយអញ្ចឹងបងអាចប្រាប់អំពីបញ្ហាដែលនៅភូមិនេះបានទេស្រួលពួកខ្ញុំរកដំណោះស្រាយឲ្យណាមួយគ្រាន់តែខ្ញុំមើលសភាពភូមិក៏ដឹងថាមានរឿងមិនធម្មតាដែរលោកមេភូមិក៏បានតបមកកាន់មហាឆៃវិញថារឿងទាំងអស់នេះខ្ញុំសង្ស័យទៅលើសត្វកាចសាហាវដោយសារតែសភាពសាកសពដែលបានស្លាប់ភាគច្រើនមិនថាតែសត្វទេសូម្បីតែសាកសពរបស់មនុស្សក៏អញ្ចឹងដែរគឺមានធ្លាយគ្រឿងក្នុងចេញមកខាងក្រៅដូចជាមានអ្នកណាយករបស់ស្រួចទៅខ្វេះចេញមកយ៉ាងអញ្ចឹងពេលនោះមហាឆៃក៏បានតទៅវិញថាមិនអីទេចាំមើលយប់នេះទៅមើលព្រោះយប់នេះជាយប់ពេញបរមីហើយបើសិនជាអ្នកបង្កហេតុនោះជាពពួកអមនុស្សដែលកាន់ខ្លួនរបស់សត្វវាច្បាស់ជាបង្ហាញខ្លួនព្រោះធម្មតាទេវាបានស៊ីមនុស្សប៉ុណ្ណេះហើយវាមិនធម្មតានោះឡើយហើយបើសិនជាវាជាមនុស្សយើងនឹងចាប់វាទាំងរស់ព្រោះខែនេះជាខែភ្លឺភាគច្រើនចោលដែលវាលួចគោក្របីគឺវាងាយស្រួលលួចមូលហេតុដែលខ្ញុំនិយាយថាយប់ពេញបរមីអាចមើលដឹងព្រោះដោយសារតែពពួកអមនុស្សដែលកាន់ក្នុងខ្លួនសត្វនេះគឺវានៅបង្ហាញខ្លួនដើម្បីចេញរកចំណីពេលយប់ទោះបីជាវាមិនចង់ក៏ដោយក៏វិញ្ញាណដែលកាន់ខ្លួនរបស់វានោះឲ្យវាចេញមកដែរបើសិនជាអាចតើនៅផ្ទះនេះមានគោដែរឬក៏អត់គឺខ្ញុំអាចខ្ចីពីក្បាលដើម្បីយកទៅពិសោធន៍បានទេនិយាយឲ្យស្រួលស្ដាប់ទៅគឺខ្ញុំយកវាទៅធ្វើជានុយលោកមេភូមិរួមជាមួយបរិសម្នាក់ដែលទៅអញ្ជើញពូគាត់នោះក៏បានទម្លាក់ទឹកមុខរួចក៏បានតបមកកាន់មហាឆៃវិញថាសត្វចិញ្ចឹមរបស់ពួកខ្ញុំគឺត្រូវបានងាប់និងបាត់អស់ហើយចំណែកឯសត្វចិញ្ចឹមរបស់អ្នកភូមិផ្សេងទៀតពេលដែលគេទៅស្នាក់នៅផ្ទះបងប្អូនសាច់ញាតិក៏ពួកគេយកទៅតាមដែរគ្មានទុកនៅផ្ទះសូម្បីតែមួយក្បាលពួកគាត់ពេលហ្នឹងក៏មិនបាននិយាយអ្វីច្រើនទៀតដែរព្រោះរឿងនេះគឺវាពិតប្រាកដមែនពួកគេមិនមែនចិត្តកំណាញ់អ្វីនោះឡើយពេលនោះពុកឈឿនក៏បានសួរម្ដងចុះសាកសពមនុស្សដែលបានស្លាប់នឹងតើគេយកទៅបូជាឬមួយក៏យកទៅបញ្ចុះយ៉ាងម៉េចយ៉ាងម៉ាយកសាកសពទៅបញ្ឆោតវាតែម្ដងទៅពុកដួងក៏បានបដិសេធគាត់ថាដូចជាមិនសមទេដឹងធ្វើបែបនេះតិចលោសាច់ញាតិបងប្អូនគេប្រកាន់តើមានវិធីផ្សេងដែរឬក៏អត់ពេលនោះលោកមេភូមិក៏បានតបគឺមានសាកសពដែលមិនបានបូជាគឺមានម្នាក់បរិសម្នាក់នោះមិនដឹងថាគេជាអ្នកស្រុកភូមិណានោះឡើយគឺពូយើងបានប្រទះឃើញសាកសពរបស់គេស្លាប់នៅក្បែររទេះគោដែលនៅក្បែរមាត់ព្រៃដោយគិតថាមិនឃើញសាច់ញាតិរបស់គេទើបបានជាខ្ញុំបញ្ជាឲ្យអ្នកភូមិយកទៅកប់នៅដីទួលបញ្ចុះសពសិនបើសិនជាសាច់ញាតិគេមកតាមរកគឺខ្ញុំនឹងឲ្យពួកគេទៅមើលពងឆៃញញឹមតិចៗរួចក៏បាននិយាយថាឥឡូវសម្ដេចថាយកគេទៅបញ្ឆោតចុះ
ខ្ញុំហ៊ានធានាតែម្ដងគឺខ្ញុំមិនឲ្យសាកសពនោះខូចខាតនោះឡើយយកទៅបែបម៉េចយកមកវិញគឺបែបហ្នឹងពួកគាត់រកគ្នានៅពេលដែលមានវិធីសាស្ត្រហើយលោកមេភូមិក៏ប្រាប់ឲ្យបរិសម្នាក់ដែលនាំពួកគាត់មកនឹងទៅហៅអ្នកភូមិ 3-4 នាក់ទៅកោះយកសាកសពនឹងមកទីនេះជាបន្ទាន់បើសិនជាមានអ្នកណាសួរប្រាប់ពួកគេតាមនឹងទៅបរិសម្នាក់នោះមិនចាំយូរនោះឡើយគេក៏យល់ព្រមហើយក៏បានដើរចាក់ចេញពីទីនឹងបាត់លុះយប់បន្តិចលោកមេភូមិក៏បាននាំពួកគាត់ទៅកន្លែងដែលគាត់សង្ស័យតំបន់នេះហើយលោកបងដែលខ្ញុំសង្ស័យព្រោះខ្ញុំតែងតែឃើញស្នាមឈាមនៅតំបន់នេះរហូតអាចនឹងវានៅក្នុងនោះក៏អាចថាបានដែរបានហើយពួកអដែងដាក់សាកសពទាំងចុះទៅហើយពួកឯងទៅវិញចុះទុកកន្លែងនេះឲ្យយើងរួមជាមួយលោកបងទាំង4ជាអ្នកចាត់ការបានហើយពេលនោះពុកឌីក៏បាននិយាយអួតមកថាមែនហើយទៅវិញចុះកន្លែងនេះមានខ្ញុំនៅគឺដឹងតែចាត់ការបាន 100% ហើយកុំភ្លេចប្រាប់អ្នកភូមិឲ្យជួយអាំងមន់អាំងទាចាំផងពេលទៅវិញគឺហូបតែម្ដងហើយចំណែកបរោះទាំងប៉ុន្មានអ្នកនឹងគឺគេជឿពុកឌីទៀតទាំងដែលមិនដឹងថាពុកឌីជាមនុស្សបែបណានោះឡើយរួចពួកគេក៏បានដើរចេញទៅពេលនោះពុកឈឿនក៏បាននិយាយមើលអាដួងឯងនាំពូគេទៅរកកន្លែងគួរសមឬក៏ទីខ្ពស់ទៅចំណែកយើងជាមួយបងឆៃជាអ្នកចាត់ការសាកសពនេះពុកដួងបានមើលមុខគ្រប់គ្នាហើយក៏តបទៅវិញថាតើឯងចង់ធ្វើយ៉ាងម៉េចទៅលើសាកសពនេះសូមរក្សាតម្លៃឲ្យសាកសពផងពុកឈឿនក៏តបវិញយើងដឹងថាគួរធ្វើយ៉ាងម៉េចហើយឯងនាំតែលោកបងមេភូមិហើយអាឌីឡើងទៅរកកន្លែងសុវត្ថិភាពទៅបានបន្តិចក្រោយមកពួកគាត់ក៏បានធ្វើការងាររៀងខ្លួនពិតមែនដោយពុកឈឿនរួមជាមួយពុកឆៃបានចងសាកសពនេះជាមួយនឹងខ្សែគោហើយពួកគាត់ក៏បានយកខ្សែទៅធ្ពក់ជាមួយមែកឈើដែលនៅក្បែរនឹងរួចក៏ទាញសាកសពនេះព្យួរវាឡើងទៅខាងលើពេលដែលចងរួចហើយពុកឆៃក៏បានសួរទៅកាន់ពុកឈឿនថាយ៉ាងម៉េចដែរបងកម្ពស់នេះតើបងគិតថាវាអាចប៉ះពាល់ទៅលើរាងកាយសាកសពនឹងបានដែរឬក៏អត់ខ្ញុំគិតថាកម្ពស់នេះបើសិនវាគឺជាខ្លាឬក៏សត្វកាចសាហាវផ្សេងទៀតគឺលោតមិនដល់នោះឡើយតោះយើងមិនមានពេលច្រើននោះទេឆាប់ទៅកន្លែងគួរសមទៅពេលនោះពួកគាត់ក៏បានឡើងទៅខាងលើដើមឈើដែលនៅក្បែរនោះដើម្បីចាំសង្កេតមើលតែម្ដងថាសភាវៈនោះវាគឺជាអ្វីអាកាសធាតុនៅកន្លែងនេះដំបូងមិនសូវអីនោះទេតែយូរទៅក៏ស្រាប់តែត្រជាក់ខុសពីធម្មតាហើយពេលខ្លះទៀតក៏ស្ងប់ខ្យល់ទៅវិញហាក់បីដូចជាមិនទៀងទាត់នោះឡើយពេលវេលាបែបហ្នឹងសម្រាប់លោកមេភូមិរួមជាមួយពុកឌីគាត់គិតថាជារឿងធម្មតាប៉ុន្តែសម្រាប់លោកពុកទាំង3គាត់ដឹងច្បាស់ណាស់ថារបស់ដែលមកហ្នឹងគឺមិនធម្មតានោះឡើយពេលនោះក៏ស្រាប់តែលឺសម្រាប់ជើងដើរជន់លើស្លឹកឈើងាប់នៅក្បែរនេះតែម្ចាស់សម្លេងនោះហាក់បីដូចជាមិនសូវចង់បង្ហាញខ្លួននោះទេពេលនោះលោកមេភូមិក៏បាននិយាយតិចទៅកាន់ពុកដួងថាធ្វើយ៉ាងម៉េចទៅបងបើវាមិនព្រមបង្ហាញខ្លួនបែបនេះខ្ញុំខ្លាចតែវាដឹងថាយើងនៅទីនេះទេពុកដួងក៏បានតបទៅវិញមិនអីនោះឡើយបន្តិចទៀតនៅពេលដែលព្រះច័ន្ទចាប់ផ្ដើមរះពេញវងទៅទោះបីជាវាដឹងថាយើងនៅទីនេះក៏វានឹងបង្ហាញខ្លួនដែរគឺវាចង់ស៊ីចំណីប៉ុន្តែពេលនេះ
ខ្ញុំក៏ចង់ដឹងដែរថាវាគឺជាធ្មប់ឬមួយក៏ជាខ្មោចព្រៃឬក៏អាជើង4មានតែចាំមើលទាំងអស់គ្នាលោកពួកគាត់ចាំរហូតដល់ព្រះខែពេញវង្សពួកគាត់ម្នាក់ក៏បានបើកភ្នែកធំព្រោះមានបរិសចំណាស់ម្នាក់បានដើរមកកាន់ទីនេះសក់គាត់វែងពណ៌សប៉ុន្តែបើសម្លឹងមើលយូរទៅគាត់ហាក់បីដូចជាមានកម្លាំងមាំមួនណាស់គឺមិនដូចជាមនុស្សចាស់ផ្សេងទៀតនោះឡើយវ័យរបស់គាត់បើតាមពួកគាត់សង្កេតគឺខ្ទង់70ឆ្នាំជាងអីនឹងឯងហើយលោកតាចំណាស់នោះគឺហាក់ដូចជាមិនឃើញពួកគាត់នៅទីនេះនោះទេគេឃើញត្រឹមតែសាកសពដែលពុកឈឿននិងពុកឆៃចងព្យួរឡើងទៅខាងលើតែប៉ុណ្ណោះប៉ុន្តែមើលទៅកាន់គេហាក់បីដូចជានៅតែសង្ស័យថានៅទីនេះច្បាស់ជាមានមនុស្សព្រោះមិនដែលមានអ្នកណាយកសាកសពមកចងព្យួរចោលបែបនេះនោះទេបើមានមែនវាគឺជាអន្ទាក់ 100% គេព្យាយាមទប់អារម្មណ៍ខ្លួនឯងមិនចង់ដើរមកខាងមុខទៀតនោះទេតែដោយអំណាចនៃសេចក្តីស្រែកឃ្លានគេក៏បង្ហាញរូបរាងពិតរូបរាងសត្វខ្លាមួយក្បាលក៏បានបង្ហាញខ្លួនប៉ុន្តែពួកគាត់បានបើកភ្នែកធំព្រោះខ្លានេះមានក្បាលរហូតដល់ទៅ3ឯណោះតើវាជាអ្វីឲ្យប្រកបទៅបន្តមកបិសាចខ្លាក្បាល3ហ្នឹងវាក៏បានដើរក្រវ៉ែលជុំវិញសាកសពនោះវាគិតថានឹងស៊ីសាកសពនោះជាចំណីហើយពេលនោះពុកឌីមិនដឹងថាគាត់គិតអីទេគាត់ក៏បានងាកមករកពុកដួងហើយក៏សួរមកកាន់គាត់តែម្ដងថាអាដួងអញបាញ់ហើយណាយីអានេះឯងនិយាយធ្វើអីសំឡេងដែលគាត់កំពុងតែនិយាយគ្នានេះក៏ស្រាប់តែឮទៅដល់ខ្លាមួយក្បាលនោះតែម្ដងពេលនេះវាដឹងហើយថានៅទីនេះពិតជាមានមនុស្សពិតប្រាកដមែនចំណែកឯលោកពុកទាំង4រួមជាមួយនឹងលោកមេភូមិនៅពេលនេះគាត់មិនដឹងថាប្រឹងលាក់ធ្វើអ្វីទៀតនោះឡើយបើខ្លាមួយក្បាលនោះវាបានដឹងថាពួកគាត់នៅទីនេះបាត់ទៅហើយពេលនោះពុកដួងក៏បានបាញ់សម្ដៅទៅកាន់ខ្លានោះមួយគ្រាប់ប៉ុន្តែមិនត្រូវវានោះឡើយព្រោះគ្រាប់នោះបានហោះទៅត្រូវដីក្បែរជើងរបស់វាហើយខ្លានោះវាក៏ស្រាប់តែនិយាយជាសំឡេងមនុស្សមកកាន់គាត់ថាមកហើយទឹកដៃបាញ់ហេតុអ្វីក៏អន់ខ្លាំងម្ល៉េះឆាប់ទៅរកគ្រូមករបស់ឯងរៀនបាញ់ម្ដងទៀតទៅខ្លាមួយក្បាលនោះវាពិតជាមានអំនួតខ្លាំងមែនទែនវាគិតថាពួកគាត់មិនអាចធ្វើអ្វីវាបាននោះឡើយបន្តមកវាក៏បាននិយាយបន្តបើសិនជាពួកឯងរស់គ្នាចង់រស់ឆាប់ទម្លាក់សាកសពនោះចុះមកខាងក្រោមឲ្យយើងស៊ីតាមស្រួលមកយើងនឹងទុកជីវិតឲ្យពួកឯងប៉ុន្តែបើអត់ទេយើងនឹងស៊ីពួកឯងជំនួសហើយណាពេលនោះពុកឈឿនដែលនៅខាងលើដើមឈើមួយទៀតក៏បានតបទៅកាន់វាថាគុំសង្ឃឹមអីអានាងអើយសម្ដីនេះមានតែយើងទេដែលត្រូវនិយាយជាមួយនឹងឯងពេលនោះខ្លានឹងវាពិតជាខឹងពុកឈឿនណាស់វាក៏បានលោតទៅរកសាកសពនោះតែម្ដងប៉ុន្តែវាលោតមិនដល់នោះឡើយដោយសារតែគាត់ចងរៀងខ្ពស់ដែរតែក៏មិនបណ្ដោយឲ្យវាលោតរហូតបែបនេះព្រោះវាចេះតែលោតបានខ្ពស់ទៅហើយពុកឆៃគាត់ក៏បាននិយាយទៅកាន់ពុកឈឿនមិនបានទេបងយ៉ាងម៉េចយ៉ាងម៉ាយើងគួរតែចាត់ការពេលនេះតែម្ដងទៅឥឡូវទុកឲ្យខ្ញុំជាអ្នកចាត់ការវាចំណែកបងឯងឧស្សាហ៍មើលទៅដើមឈើរបស់លោកមេភូមិរួមជាមួយនឹងបូឌីផងព្រោះខ្លាចមានអ្នកណាធ្លាក់ដោយសារយើងមិនបានធ្វើធ្នាក់នោះទេគ្រាន់តែគាត់និយាយមិនទាន់ទាំងផុតពីមាត់ផងពុកដួងរួមជាមួយពុកឌីក៏បានធ្លាក់ទៅខាងក្រោមដោយសារតែខ្លាមួយក្បាលនោះវាស្ទុះទៅផ្ទះដើមឈើដែលពួកគាត់នៅយ៉ាងលឿនរហូតធ្វើឲ្យពួកគាត់ធ្លាក់មកម្នាក់មើលមិនតនោះទេដូចនេះខ្លាមួយក្បាលហ្នឹងមិនធម្មតានោះឡើយគឺមិនអាចមើលងាយវាបាននោះទេខ្លាមួយក្បាលហ្នឹងនៅពេលដែលវាទះឲ្យពុកដួងនិងពុកឌីធ្លាក់មកដល់ដីបែបនេះ
វាពិតជាសប្បាយចិត្តណាស់ពេលនេះចំណីស្រស់ៗរបស់វាបានមកដល់មាត់ហើយដូចនេះវាមិនទៅចាប់អារម្មណ៍លើសាច់សាកសពនឹងទៀតនោះទេតែទោះជាយ៉ាងណាក៏ដោយក៏ពុកដួងមិនបណ្ដោយឲ្យវាស៊ីគាត់ងាយៗដែរគាត់បាននិយាយទៅកាន់ពុកឌីថាអាឌីឯងឆាប់ឡើងទៅខាងលើដើមឈើវិញទៅទុកទីនេះឲ្យអញជាអ្នកចាត់ការឆាប់ទៅឲ្យលឿនចំណែកឯខ្លាមួយក្បាលនោះវាចេះតែដើរចូលមកតែវាមិនបានដឹងនោះទេថាពេលនេះពុកឈឿនរួមជាមួយពុកឆៃកំពុងតែឈរនៅខាងក្រោយខ្នងរបស់វាជាពិសេសគាត់បានកាន់កំភ្លើងភ្ជង់មកកាន់វាថែមទៀតផងខ្លាមួយក្បាលនោះពេលនេះវាប្រៀបបានដូចជាចូលអន្ទាក់គាត់យ៉ាងអញ្ចឹងឯងទៅណាមិនបាននោះឡើយពុកឆៃក៏បាននិយាយប្រាប់អ្នករាល់គ្នាថាតោះដល់ពេលហើយពូគាត់ទាំង3នាក់ក៏ចាប់ផ្ដើមឈរជារង្វង់ហើយក៏លើកដៃប្រណម្យសូត្រនៅសីមាអាគមរហូតតតែមានពន្លឺខ្សែអ្វីម្យ៉ាងទៅចងរឹតខ្លានោះយ៉ាងជាប់គឺវាមិនអាចទៅណាបានទៀតនោះទេឆ្លៀតពេលនោះពុកឌីក៏បានរើសកំភ្លើងរបស់ពុកដួងហើយក៏បាញ់ទៅលើខ្លានោះចំក្បាលដែលធ្វើឲ្យវាដេកងាប់មួយកន្លែងម្ដងនេះគឺវាមិនអាចក្រោករួចទៀតនោះទេអាចនិយាយបានថាប្រលឹងព្រាយដែលកាន់ខ្លានោះគឺបានខ្ចាយបាត់ទៅហើយនៅពេលដែលព្រាយខ្លាក្បាល3នោះវាងាប់បាត់ទៅទើបលោកមេភូមិហ៊ានចុះពីលើដើមឈើមើលទៅគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលលោកពុកទាំង4គាត់អាចកម្ចាត់សត្វដែលតែងតែបង្កបញ្ហាទៅលើអ្នកភូមិរបស់គាត់បានជាពិសេសគឺមិនឲ្យសាកសពដែលគាត់យកទៅបញ្ឆោតខ្លានោះមានបញ្ហាទៀតពេលនោះពុកឌីក៏លន់មាត់ថាជុំមិនដេចបានឥឡូវវាសល់ក្បាលតែមួយយ៉ាងអញ្ចឹងតើពីរទៀតទៅណាបាត់ហើយពេលនោះពុកឆៃក៏បានសោចបន្ទាប់មកគាត់ក៏បានតបក្បាលវាពីរនោះគ្រាន់តែបង្ហាញឫទ្ធិអំណាចរបស់វាពេលដែលមានព្រាយកាន់នោះទេពេលនេះបងបានបង្ក្រាបព្រាយនោះបានហើយវាគឺជាស្នាដៃរបស់បងពុកឌីនៅពេលដែលមានអ្នកសរសើរគាត់បែបនេះគាត់ស្រាប់តែចូលភ្លាមពេលនោះគាត់បានបញ្ជាឲ្យអ្នករាល់គ្នាសែងខ្លានោះចូលទៅក្នុងភូមិទៅបន្ទាប់មកសាច់រឿងក៏បានកាត់មកពេលដែលអ្នកភូមិកំពុងតែរោមមើលសាកសពខ្លានៅក្នុងភូមិចំណែកឯសាកសពរបស់មនុស្សគឺលោកមេភូមិប្រាឲ្យមនុស្សរបស់គាត់យកទៅកប់នៅកន្លែងដើមវិញបាត់ហើយចំណែកឯពូគាត់ក៏នៅសម្រាប់ទីនេះ 2-3 ថ្ងៃទើបត្រឡប់ទៅភូមិរបស់គាត់វិញហើយចំពោះសាច់រឿងរបស់យើងក៏ចប់ត្រឹមនេះសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានគាំទ្រ Channel MOT 3D របស់ខ្ញុំហើយចំពោះរឿងលោកពុកទាំង4ក៏នៅតែមានភាគបន្តទៀតគ្រាន់តែថាហេតុការណ៍គឺវាខុសគ្នាអីអញ្ចឹងទៅ